ហាច្រើនពេកក្នុងជីវិតធ្វើឲ្យអ្នកខ្លះអស់កម្លាំងចិត្តនិងបន្តដំណើរទៅមុខទៀតជីវិតបែរជាស្វិតស្រពោនក្រៀមក្រោះអស់នៃមានតម្លៃរហូតអ្នកខ្លះហ៊ានបោះបង់ជីវិតខ្លួនឯងចោលទៀតផងអ្នកអស់សង្ឃឹមភាគច្រើនឲ្យតម្លៃជីវិតខ្លួនឯងស្មើនឹងអ្វីដែលបានកើតឡើងរួចហើយដកតម្លៃជីវិតបច្ចុប្បន្ននិងជីវិតអនាគតចេញគេបានដាក់ច្រវាក់ខ្នោះនាងខ្លួនឯងឲ្យនៅក្នុងគុកអតីតកាលតែបើគេគ្រាន់តែចាក់ចេញពីគុកអតីតកាលបន្តិចគេនឹងឃើញពន្លឺស្វាងស្វ័យនៃបច្ចុប្បន្ននិងអនាគតមិនខានជីវិតអតីតកាលបានស្លាប់បាត់ទៅហើយមានតម្លៃអ្វីទៅដេកស្ដាយស្រណោះឡើយតែអ្នកអាចយកវាជាបទពិសោធន៍បានហើយក៏គ្មានអ្វីត្រូវព្រួយបារម្ភពេកពីជីវិតអនាគតដែរតែអ្នកត្រូវរស់នៅដោយក្តីសង្ឃឹមញញឹមព្យាយាមបំពេញការងារឲ្យអស់ពីលទ្ធភាពពេលបច្ចុប្បន្នចំណែកអនាគតគ្រាន់តែជាលទ្ធផលនៃការប្រឹងប្រែងរបស់អ្នកពីមុនមកនឹងថ្ងៃនេះប៉ុណ្ណោះបើអ្នកនៅតែបន្តក្រៀមក្រំទៀតបច្ចុប្បន្នក៏ក្រៀមក្រំអនាគតក៏រឹតតែក្រៀមក្រំទោះបីរស់នៅបានមួយថ្ងៃទៀតក៏ត្រូវរស់ដោយក្តីសង្ឃឹមដោយភាពស្រស់ស្រាយដោយទឹកចិត្តល្អដោយគុណធម៌ដែរសូមកុំស្លាប់មុនពេលអស់ជីវិតឡើយអតីតកាលវិបដិសារីបានលងបន្លាចមនុស្សល្ងងជាខ្លះឲ្យដេករងទុក្ខរកសុខមិនបានឡើយពេលធ្វើខុសសម្រេចចិត្តខុសយើងកើតទុក្ខម្ដងហើយពេលណានឹកឃើញហើយសោកស្ដាយយើងកើតទុក្ខម្ដងទៀតចំណែកអ្នកខ្លះវិញចូលចិត្តស្ពាយទុក្ខតាមខ្លួនជាដរាបរឿងអីថាមិនក្តៅក្រហាយរឿងណាហួសទៅហើយកើតទុក្ខប៉ុណ្ណាស្ដាយប៉ុណ្ណាក៏មិនអាចទៅកែអ្វីបានឡើយវាមានតែនាំឲ្យក្តៅក្រហាយថែមប៉ុណ្ណោះតែអ្នកអាចយកវាជាមេរៀនបានតែកុំដាក់ខ្លួនអ្នកក្នុងគុកអតីតកាលឡើយរៀនដោះលែងខ្លួនអ្នករៀនបំភ្លេចរឿងមួម៉ៅទាំងឡាយរៀនរស់នៅក្នុងពេលបច្ចុប្បន្នរៀនមានសង្ឃឹមរៀនតស៊ូរៀនកុំចុះចាញ់ហើយកុំបណ្ដោយឲ្យពាក្យឌឺដងរបស់អ្នកដទៃមកបំផ្លាញជីវិតអ្នកឡើយសាងកំហុសជារឿងធម្មតារបស់ពុទ្ធជនកែកំហុសជាលក្ខណៈរបស់អ្នកប្រាជ្ញអំនួតអ្នកខ្លះពូកែគ្រប់រឿងស្អីក៏ដឹងស្អីក៏ចេះដែរនិយាយឡើងហត់អ្នកស្ដាប់តែមិនសូវបានការអីទេលោងដូចប៉ោតអត់ទឹកអីចឹងអ្នកខ្លះទៀតចេះច្រើនមែនតែអន់បន្តិចអន់ត្រង់ពូកែអួតនឹងតែម្ដង
និយាយពីចូលចិត្តលើកខ្លួនឯងខ្លាចតែគេមិនដឹងខ្លាចតែគេថាខ្លួនឯងអន់ចំណេះក្នុងលោកនេះមានច្រើនឥតគណនាឧបមាដូចជាទឹកមហាសមុទ្រអញ្ចឹងចំណែកអ្វីដែលយើងចេះស្មើនឹងទឹកមួយដំណក់ប៉ុណ្ណោះតើមានអ្វីត្រូវអួតទៅគួរបើកចិត្តឲ្យទូលាយចេះស្ដាប់គេខ្លះផងកុំនិយាយដូចមានតែឯងហើយកុំនិយាយច្រើនពេកចាំដល់វេនខ្លួនឯងចាំនិយាយហើយនិយាយឲ្យត្រូវរឿងឲ្យត្រូវប្រធានបទផងគុណតម្លៃពិតប្រាកដរបស់អ្នកមិនស្ថិតនៅលើពូកែនិយាយច្រើននោះទេតែស្ថិតនៅលើប្រសិទ្ធភាពការងាររបស់អ្នកគួរចងចាំថាមនុស្សពូកែអួតជាមនុស្សប្រហោងក្នុងស្វែងរកសេចក្តីសុខបើចង់សុខកុំប្រកាន់កំពុងហែងច្រើនពេកអីពួងហែងខ្លាំងពេលបាត់បង់ទុកក៏ខ្លាំងដែរអ្វីមិនទៀងទាត់ទេត្រៀមកាយត្រៀមចិត្តទទួលស្គាល់ការពិតរៀនលះរៀនបន្ថយការប្រកាន់ពួងហែងខ្លះទើបមិនសូវកើតទុកខ្លាំងម្យ៉ាងទៀតត្រូវយល់ថាអ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេហើយអ្នកដទៃក៏មិនចេះតែគិតដូចយើងគ្រប់ពេលដែរម្នាក់មានគំនិតផ្សេងគ្នាចេះអត់ធន់ចេះអត់ឱនចេះព្រមចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខស្វែងយល់ពីសេចក្តីទុក្ខទុក្ខផ្លូវកាយជៀសមិនបានទេតែទុក្ខផ្លូវចិត្តអាចជៀសបានខ្លះបើអ្នកបានស្វែងយល់ពីវាឲ្យបានច្បាស់មូលហេតុចម្បងនៃសេចក្តីទុក្ខផ្លូវចិត្តគឺការជាប់ជំពាក់ហួងហែងខ្លាំងឧទាហរណ៍ថាបើអ្នកស្រឡាញ់សង្សារស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្លាំងពេលអ្នកបាត់បង់អ្នកពិតជាមានទុក្ខខ្លាំងណាស់សេចក្តីស្រឡាញ់បិទថានាំឲ្យអ្នកសប្បាយមែនតែវាមិនទៀងទាត់ទេវាអាចផ្លាស់ប្ដូរប្រែប្រួលពេលណាក៏បានហើយវានាំឲ្យមានទុក្ខក្នុងចិត្តច្រើនណាស់ពេលមិនបានដូចចិត្តឬពេលអ្នកព្រាត់ប្រាសពីវាទៅបើចង់សុខកុំសូវជាប់ជំពាក់ខ្លាំងពេកហើយបើមានចំណងរួចហើយត្រូវចេះត្រៀមកាយត្រៀមចិត្តថារបស់ទាំងនោះមិនទៀងទាត់ទេអាចប្រែប្រួលពេលណាក៏បានអ្នកអាចស្លាប់ចោលកូនឬកូនស្លាប់ចោលអ្នកឬគេឈប់ស្រឡាញ់អ្នកខាត់មិនបានទេហើយបើមិនបានត្រៀមទេពេលបាត់បង់អ្នកពិតជាមានទុក្ខខ្លាំងមិនខានស្មុគស្មាញចិត្តបើអ្នក
ចូលចិត្តប្រមូលរឿងក្តៅក្រហាយដាក់ក្នុងខួរក្បាលអ្នកច្រើនពេកអ្នកនឹងស្មុគស្មាញច្រើនមិនខានអ្នកខ្លះចូលចិត្តស្ពាយរឿងអតីតកាលរឿងដែលកន្លងហួសទៅហើយដេកស្ដាយក្រោយដេកអោបរហូតមិនព្រមយកវាទៅកប់ចោលទេហើយអ្នកខ្លះទៀតចូលចិត្តគិតច្រើនដេកភ័យស្រមើស្រមៃបង្កើតរឿងមកបន្លាចខ្លួនឯងតាមពិតទៅរឿងនោះមិនទាំងទាន់កើតឡើងផងបើតែយ៉ាងនេះយូរទៅចិត្តអ្នកកាន់តែស្មុគស្មាញទៅដោយសារតែមិនព្រមបោះចោលខ្លះប្រឹងដើរប្រមូលសម្រាមបន្ថែមរាល់ថ្ងៃរឿងអីថាមិនលំបាកដើម្បីបានសេចក្តីសុខកុំឲ្យស្មុគស្មាញច្រើនទាល់តែរៀនកាត់ខ្លះរៀនបោះចោលខ្លះរៀនព្រមខ្លះនិងរៀនប្រឈមមុខចំពោះការពិតខ្លះទោះបីរឿងល្អរឿងមិនល្អក៏ប្រឹងដោះស្រាយទៅកុំស្មុគស្មាញពេកជីវិតគ្មានសេរីទេស្មុគស្មាញច្រើនជីវិតមិនសូវបានសុខទេស្ពាយភ្លើងអ្នកខ្លះមានរឿងទាស់ចិត្តអីតិចតួចមិនព្រមអត់ឱនយោគយល់ទេចូលចិត្តរំលឹករំលើកកកូរកកាយប្រាប់គេប្រាប់ឯងមានរឿងអីថាមិនក្តៅបើចូលចិត្តស្ពាយភ្លើងតាមខ្លួនរហូតហ្នឹងជីវិតនេះតម្រូវឲ្យអ្នកចេះអត់ធន់អ្វីមិនចេះតែបានតាមចិត្តចង់រហូតទេទ្រាំខ្លះទៅលឹះលួសអីតិចតួចចេះអត់ធន់អត់ឱនអប់រំគ្នាទៅកុំគុំគួនអីកុំស្ពាយភ្លើងតាមខ្លួនយូរពេកក្តៅណាស់ពិបាកតែខ្លួនឯងទម្លាប់ផ្សាយសេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខហើយផ្សាយសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់ជុំវិញខ្លួនអ្នកសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខរៀនធ្វើជាមនុស្សទឹកកុំធ្វើជាមនុស្សភ្លើងសុខសបនិមិត្តពេលក្រនឹកឃើញថាមាននឹងបានសុខពេលតូចនឹកឃើញថាបានធំនឹងបានសប្បាយពេលស្រឡាញ់អ្នកណានឹកឃើញថាបានអ្នកនឹងមកនឹងរីករាយពេលអត់កូននឹកថាបានកូនមកនឹងបានសុខហើយតែពេលបានហើយហាក់ដូចជាបានសប្បាយមួយគ្រាតូចប៉ុណ្ណោះបញ្ហាក៏ចាប់ផ្ដើមមានជាបន្តកន្ទុយគ្នាមិនចេះចប់មិនចេះហើយឡើយថាក្រទៅលំបាកពេលមានហើយក៏ខ្វល់ខ្វាយវិលវល់រកសុខពុំសូវឃើញឡើយអ្នកខ្លះមានតែទ្រព្យមានតែមុខតែក្នុងចិត្តក្រៀមក្រំស្វិតស្រពោនដៅក្រហល់ក្រហាយគ្មានសេចក្តីសុខឡើយ
ដើម្បីបានសេចក្តីសុខប្រសើរជាងនេះយើងម្នាក់គួរស្វែងរកទ្រព្យសម្បត្តិខាងក្នុងខ្លះដូចជាភាពរស់រាយស្រស់ស្រាយទឹកចិត្តត្រជាក់សេចក្តីស្រឡាញ់ការខន្តីអត់ធន់ការរក្សាចិត្តឲ្យគិតរឿងល្អរឿងបុណ្យកុសលរៀនលះបង់កំហឹងក្រេវក្រោធរៀនអត់ឱនយោគយល់រៀនជួយគេដោយចិត្តមេត្តារៀនភ្លេចរឿងដែលហួសទៅហើយរៀនលះចិត្តច្រណែនរៀនស្ដាប់ធម៌ចម្រើនបញ្ញារៀនទទួលស្គាល់ការពិតនៃជីវិតបើជួបរឿងល្អក៏ទទួលបើជួបរឿងមិនល្អក៏មិនទោមនស្សមានស្មារតីរឹងប៉ឹងរក្សាចិត្តមិនឲ្យឃ្លានឃ្លោងឡើយបើអ្នកមានទ្រព្យខាងក្រៅផងហើយសន្សំទ្រព្យត្រជាក់ខាងក្នុងផងអ្នកនឹងបានសុខច្រើនសុខនិងទុក្ខសុខទុក្ខមានអ្នកណាជៀសរួចទេគ្រាន់តែច្រើនតិចតាមសម្ពាយកម្មរៀងខ្លួនប៉ុណ្ណោះគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អហើយភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលនាំឲ្យអ្នកកើតទុក្ខបន្ថែមទៀតជាអ្នកទទួលភ្ញៀវហាងត្រូវតែស្វាគមន៍ភ្ញៀវគ្រប់ប្រភេទជាអ្នកទទួលភ្ញៀវជីវិតអ្នកត្រូវតែហ៊ានទទួលរឿងរ៉ាវទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតហើយរឿងណាល្អរឿងបុណ្យកុសលខាត់ទុកឲ្យនៅក្នុងចិត្តអ្នកឲ្យបានច្រើនហើយបើរឿងណាមិនល្អរឿងមួម៉ៅក្តៅក្រហាយអញ្ជើញឲ្យវាចេញឆាប់ទៅកុំឲ្យវានៅក្នុងចិត្តយើងយូរពេករៀនរំលឹករឿងល្អរឿងបុណ្យកុសលឲ្យបានច្រើនហើយរៀនបំភ្លេចរឿងមួម៉ៅក្តៅក្រហាយទាំងឡាយឲ្យវាអណ្ដែតទៅតាមវាយកឲ្យអស់ទៅចុះហើយបើវាមកទៀតជួបវាទៅហើយក៏ដើរហួសទៅកុំស្ពាយរឿងស្មុគស្មាញតាមខ្លួនច្រើនពេកមិនបានសុខទេខួរក្បាលអ្នកថ្លៃណាស់កុំយកសម្រាមមកដាក់ក្នុងខួរក្បាលអ្នកអីសាំញ៉ាំច្រើនសាវ៉ាច្រើនសាំញ៉ាំច្រើនម្ដងយកនេះម្ដងយកនោះនាំឲ្យអ្នកស្មុគស្មាញច្រើនកើតទុក្ខក៏ច្រើនដែរហើយគ្មានបានសម្រេចការណាមួយឲ្យប្រកបវិជ្ជាទេយូរទៅគេក៏លែងទុកចិត្តទៀតមុននឹងសម្រេចចិត្តគួរគិតគូរឲ្យបានសព្វគ្រប់សួរយោបល់គេឲ្យបានច្រើនគ្នាសិនរួចបូកសរុបលទ្ធផលហើយចុងក្រោយអ្នកត្រូវជ្រើសរើសដោយខ្លួនឯងបើរើសយកមួយណាហើយកុំមិនទេនតាយដូរចុះដូរឡើងធ្វើអីចាប់មួយណាឲ្យប្រកបមួយនឹងខ្លួនមួយកុំជិះទូកពីរប្រយ័ត្នធ្លាក់ទឹកត្រីរស់ក៏រួចទន្សាយក៏រួចមនុស្សសាវ៉ាច្រើនទទួលលទ្ធផលមិនសូវល្អទេ
បើរើសយកផ្លូវណាហើយត្រូវដើរឲ្យដល់ទីបំផុតកុំទៅមុខទៅក្រោយអីដើរឲ្យអស់ផ្លូវសិនបើទាល់ច្រកចាំគិតទៀតហើយកុំទម្លាប់បន្ទោសគេបន្ទោសឯងអីវាជាជំរើសរបស់យើងទេបើផ្លូវនឹងខុសអ្នកអាចចាប់ផ្ដើមសាជាថ្មីហើយកុំស្ដាយអីស្ដាយទៅនាំតែក្តៅក្រហាយឥតប្រយោជន៍សាងបុណ្យលាងបាបពេលវេលាហួសទៅហើយអ្នកមិនអាចបកក្រោយវិញបានទេកម្មដែលអ្នកបានសាងហើយជាកម្មល្អក្តីអាក្រក់ក្តីអ្នកមិនអាចលុបវាចេញបានទេតែបើអ្នកគិតថាខុសអ្នកអាចកែប្រែខ្លួនប្រឹងសាងល្អឡើងវិញអ្នកបានជាមនុស្សប្រសើរជាងមុនតែបាបនៅតែជាបាបដដែលព្រោះអ្នកបានធ្វើវារួចហើយបើសម្លប្រៃចាក់ទឹកទៅវានឹងសាបបន្តិចតែជាតិប្រៃវានៅតែជាជាតិប្រៃដដែលវាមិនរត់ទៅណាទេគ្រាន់តែលាយទឹកច្រើនយើងលែងស្រួលដឹងប៉ុណ្ណឹងយ៉ាងណាមិញបើជ្រុលជាសាងអាក្រក់ទៅហើយត្រូវប្រឹងសាងល្អវិញឲ្យបានច្រើនហើយមិនបាច់ដេកកើតទុកស្ដាយក្រោយទេនាំតែបានបាបថែមពេលណាសមគួរកម្មនឹងឲ្យផលហើយព្រមទទួលទៅកម្មយើងទេមានអ្នកណាមានឥទ្ធិពលជួយលាងបាបឲ្យអ្នកឡើយសូម្បីតែព្រះពុទ្ធបើអ្នកពុះស្រូវក្នុងស្រែហើយបែរជាទីអិចធូបបន់ស្រន់មិនឲ្យវាដុះវាជារឿងឆោតល្ងងពេកហើយដរាបណានៅតែមានកំណើតកម្មនៅតែតាមចូលប្រឹងប្រែងសាងល្អឲ្យបានច្រើនកុំឲ្យមានវិបដិសារីស្ដាយក្រោយឡើយសាងកម្លាំងចិត្តបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យរវើរវាយខ្លាំងពេកអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាមិនខានហើយអ្នកប្រកាសជាមានទុក្ខច្រើនដើម្បីឲ្យជីវិតរឹងមាំអ្នកត្រូវរៀនធ្វើជាពូលីសតាមដានចិត្តអ្នកបើចិត្តទៅណាគិតរឿងអីត្រូវតាមមើលវាជាប្រចាំបើចិត្តល្អចិត្តរីករាយក៏ដឹងថាចិត្តល្អចិត្តរីករាយហើយបើវាអាក្រក់វាខឹងវាចំណែនវារវើរវាយវាស្ដាយវាភ័យវាអាក់អន់វាស្មុគស្មាញក៏យើងដឹងថាវាកំពុងតែស្មុគស្មាញហើយក៏កុំបន្ទោសខ្លួនឯងថាម៉េចក៏ស្មុគស្មាញធ្វើអីចិត្តវាតែងតែអញ្ចឹងឯងគ្រាន់តែទម្លាប់ទាញវាមកគិតរឿងល្អរឿងត្រូវវិញឲ្យវាមានខន្តីមានអត់ឱនយោគយល់មានមេត្តារស់រាយស្រស់ស្រាយឲ្យវាមានបញ្ញាស្មារតីហ៊ានទទួលយកការពិតទាំងឡាយក្នុងជីវិត
ទាញវាឲ្យបានរឿយរហូតសតិស្មារតីយើងមានកម្លាំងខ្លាំងជាងធាតុអាក្រក់ទាំងឡាយក្នុងចិត្តយើងคล้ายជាម្ចាស់គ្រប់គ្រងចិត្តយើងមិនសូវគិតរឿងផ្ដេសផ្ដាស់ទេព្រោះយើងតាមដានវារហូតអ្នកណាអាចធ្វើជាម្ចាស់ចិត្តបានទើបអាចបានសេចក្តីសុខច្រើនក្នុងជីវិតនេះសម្រាមនិងមាសរវាងសម្រាមនិងមាសអ្នកឆ្លាតពិតជារើសយកមាសមិនខានតែមានមនុស្សល្ងងជាច្រើនចូលចិត្តស្ពាយសម្រាមហើយបោះមាសចោលសម្រាមមានទាំងខាងក្រៅមានទាំងខាងក្នុងសម្រាមខាងក្រៅមានដូចជារឿងមួម៉ៅក្តៅកាហាយពាក្យពេចន៍ឌឺដងគេព័ត៌មានអាក្រក់រឿងអេកអូចចាក់ដោតពីអ្នកដទៃរឿងគេអត់ប្រយោជន៍ជាដើមចេះតែនាំយកមកដាក់ក្នុងខួរក្បាលយូរទៅខួរក្បាលអ្នកនឹងคล้ายជាធុងសម្រាមមិនខានសម្រាមខាងក្នុងក៏មានច្រើនដូចជាកំហឹងឆេវឆាវចំណែនឈ្នានេះស្អប់គុំគួនរវើរវាយស្មុគស្មាញភ័យព្រួយបារម្ភស្ដាយសំណោះជាដើមដើម្បីបានសុខអ្នកត្រូវព្យាយាមសម្អាតទាំងខាងក្រៅទាំងខាងក្នុងហើយទម្លាប់ដាំផ្កាក្នុងចិត្តអ្នកវិញដូចជាភាពស្រស់ស្រាយរុះរាយស្មារតីរឹងប៉ឹងស្វាហាប់ខន្តីអត់ធន់មេត្តាករុណាសន្តោសប្រោសប្រណីបញ្ញាស្មារតីជាដើមចិត្តអ្នកនឹងស្រស់ដូចផ្កាភ្លឺថ្លាដូចមាសជីវិតអ្នកក៏បានសុខច្រើនដែរវិបត្តិផ្លូវចិត្តជាសាមញ្ញជនមាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខាងក្រោតភ័យព្រួយបារម្ភដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នាននេះលូបលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជាបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍
អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចុះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយកុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានរៀនធ្វើចិត្តឲ្យត្រជាក់មានពេលទំនេរសុំច្បាប់ពីចិត្តអ្នកបាន3នាទីកុំឲ្យវាគិតរឿងផ្សេងប្រមូលអារម្មណ៍ប្រមូលចិត្តឲ្យមកនៅក្នុងរូបកាយអ្នកបិទភ្នែកហើយផ្ដើមចិត្តស្រឡាញ់ដល់ភាពត្រជាក់រជុំដល់ខ្លួនអ្នកថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះរឿយត្រឡប់ទៅត្រឡប់មកសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខទម្លាប់ផ្សាយទឹកចិត្តល្អបង្កើនចិត្តស្រឡាញ់ដល់ខ្លួនអ្នកតាំងពីក្បាលរហូតដល់ចុងជើងធ្វើចិត្តអ្នកឲ្យសប្បាយឲ្យរីករាយញញឹមដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខបើចិត្តអ្នកហោះហើររវើរវាយទៅទីណាទាញត្រឡប់វាមកវិញមិត្តនឹកដល់ពាក្យនេះរឿយសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខធ្វើយ៉ាងនេះបាន3នាទីចិត្តអ្នកនឹងបានត្រជាក់បន្តិចមិនខានរឹងមាំជីវិតមនុស្សម្នាក់មានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មានអ្នកណាក៏មានរឿងដែរអ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅ
ចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចាប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាកុំកើតទុកពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជួបពេកអីហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅកុំមួម៉ៅក្តៅក្រហាយអីយើងគ្មានសមត្ថភាពទូលផែនដីម្នាក់ឯងបានទេត្រូវចេះរៀនសម្រាលទុកចេញពីខ្លួនឯងខ្លះទៅកុំបណ្ដែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីរវល់អ្នកណាក៏រវល់ដែររវល់រកទ្រព្យរវល់បំពេញកិច្ចការងាររវល់រឿងគ្រួសាររវល់នោះរវល់សឹងតែរកថ្ងៃស្លាប់មិនបានផងពេលខ្លះសម្ពាធការងារច្រើនពេកគិតច្រើនពេកកាយក៏ហត់ចិត្តក៏ហត់យូរទៅជាស្មុគស្មាញចិត្តរកសុខមិនសូវឃើញឡើយការងារចាំបាច់ត្រូវតែធ្វើតែក៏ត្រូវតែរៀនអប់រំចិត្តជាមួយផងទើបមិនសូវមួម៉ៅរៀនដោះលែងខ្លួនអ្នកពីរឿងអតីតកាលកុំសូវរំលឹករំលើកវាពេកឲ្យវាហួសទៅចោះហើយក៏កុំសូវព្រួយបារម្ភនឹងរឿងដែលមិនទាន់កើតឡើងពេកអីរឿងណាត្រូវកើតដេកយំប៉ុណ្ណាក៏នៅតែកើតហើយអ្វីមិនចេះតែបានតាមចិត្តយើងរហូតទេកុំមួម៉ៅពេកជីវិតគឺអញ្ចឹងឯងហើយទម្លាប់កុំគិតរញ៉េរញ៉ៃពេកកុំគិតច្របូកច្របល់ក្នុងពេលតែមួយវាធ្វើឲ្យអ្នកវិលវល់ទម្លាប់គិតរឿងណាឲ្យប្រកបជាមួយនឹងរួចចាំគិតរឿងមួយទៀតហើយកុំតក់ក្រហល់ចង់បានភ្លាមដូចចិត្តមិនបានទេបានតែកើតទុក្ខរៀនអត់ធន់រៀនកាត់ខ្លះទៅរៀនព្រមទទួលស្គាល់ការពិតរៀនអត់ឱនឲ្យអ្នកដទៃរៀនញញឹមស្រស់ស្រាយរឹងប៉ឹង
រៀនទ្រាំចំពោះការលំបាកអ្នកនឹងមិនសូវកើតទុក្ខទេរវល់អ្នកណាក៏រវល់ដែររវល់រកទ្រព្យរវល់បំពេញកិច្ចការងាររវល់រឿងគ្រួសាររវល់នោះរវល់សឹងតែរកថ្ងៃស្លាប់មិនបានផងពេលខ្លះសម្ពាធការងារច្រើនពេកគិតច្រើនពេកកាយក៏ហត់ចិត្តក៏ហត់យូរទៅជាស្មុគស្មាញចិត្តរកសុខមិនសូវឃើញឡើយការងារចាំបាច់ត្រូវតែធ្វើតែក៏ត្រូវតែរៀនអប់រំចិត្តជាមួយផងទើបមិនសូវមួម៉ៅរៀនដោះលែងខ្លួនអ្នកពីរឿងអតីតកាលកុំសូវរំលឹករំលើកវាពេកឲ្យលហួសទៅចោះហើយក៏កុំសូវព្រួយបារម្ភនឹងរឿងដែលមិនទាន់កើតឡើងពេកអីរឿងណាត្រូវកើតដេកយំប៉ុណ្ណាក៏នៅតែកើតហើយអ្វីមិនចេះតែបានតាមចិត្តយើងរហូតទេកុំមួម៉ៅពេកជីវិតគឺអញ្ចឹងឯងហើយទម្លាប់កុំគិតរញ៉េរញ៉ៃពេកកុំគិតច្របូកច្របល់ក្នុងពេលតែមួយវាធ្វើឲ្យអ្នកវិលវល់ទម្លាប់គិតរឿងណាឲ្យប្រកបជាមួយនឹងរួចចាំគិតរឿងមួយទៀតហើយកុំតក់ក្រហល់ចង់បានភ្លាមដូចចិត្តមិនបានទេបានតែកើតទុក្ខរៀនអត់ធន់រៀនកាត់ខ្លះទៅរៀនព្រមទទួលស្គាល់ការពិតរៀនអត់ឱនឲ្យអ្នកដទៃរៀនញញឹមស្រស់ស្រាយរឹងប៉ឹងរៀនទ្រាំចំពោះការលំបាកអ្នកនឹងមិនសូវកើតទុក្ខទេរក្សាមាត់អ្នកអាចជាអាវុធដ៏មុតស្រួចចាក់ធ្លាយពីត្រចៀកលុះដល់បេះដូងគេគ្មានចេញឈាមមួយដំណក់ទេតែធ្វើឲ្យគេឈឺចាប់អស់មួយជីវិតក៏ថាបានមាត់អ្នកក៏អាចជាឱសថទិព្វធ្វើឲ្យអ្នកកំពុងតែមានទុក្ខកង្វល់បានធូរស្បើយវិញក៏ថាបានដែរមុននឹងនិយាយទម្លាប់ឆែកមើលបេះដូងអ្នកជាមុនសិនថាតើនិយាយដោយកំហឹងដោយចំណែនដោយបំណងចង់ឌឺដងឲ្យគេឈឺចាប់ឬដោយចេតនាល្អចង់ឲ្យគេបានប្រយោជន៍បើមានចេតនាល្អហើយនិយាយចុះហើយកុំនិយាយច្រើនពេកម្យ៉ាងទៀតត្រូវចេះរកពាក្យសម្ដីណាពីរោះពិសាមកនិយាយផងកុំអាងថាខ្លួនឯងធំខ្លួនឯងជាមេឬក៏កុំអាងថាត្រូវហើយចេះតែលះទៅក៏មិនល្អដែរពេលខ្លះទោះបីយើងនិយាយត្រូវក៏ដោយតែនិយាយទាំងកំហឹងក៏មិនសូវបានទទួលផលល្អដែរបើខឹងកុំអាលនិយាយចាំបាត់ខឹងសិនសឹមនិយាយ
ក៏មិនទាន់ហួសពេលដែររនៀបបាក់យករនៀបជួសសម្ដីហួសរកអ្វីមកជួសពុំបានឡើយកុំទម្លាប់និយាយកាត់គេកុំកាត់ស្មានកុំព្រាវចាំច្បាស់សិនចាំនិយាយបើមិនដូច្នោះទេសម្ដីអ្នកនឹងคล้ายជាសម្ដីស្រូវស្រាលគ្មានន័យខ្លឹមសារចាញ់សំឡេងបាក់សាបាក់សៃយំមិនខានរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងតែចិត្តកំពុងខឹងហើយមិនថយលបឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញមលុបចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនមាត់គេត្រចៀកយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចទប់មាត់គេបានទេតែអ្នកអាចទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទិដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះ
តែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយមនុស្សមិនចេះខុសអ្នកខ្លះត្រូវរហូតខុសក៏ត្រូវក៏ត្រូវខ្លាចខ្លួនឯងអន់ខុសហើយខំនិយាយបន្លែបន្លប់យកត្រូវតែខ្លួនឯងពេលធ្វើខុសអន់មួយបិទបាំងកំហុសអន់មួយទៀតហើយបើខំនិយាយបន្លែបន្លប់យកត្រូវអន់ថែមមួយទៀតមនុស្សប្រភេទនេះคล้ายជាមនុស្សអន់អាជីពអ្នកណាដែលថាមិនចេះខុសហើយគ្មានអីធ្ងន់ធ្ងរគ្រាន់តែសុំទោសគេហើយប្រឹងកែកំហុសនោះឡើងវិញទេព្រះពុទ្ធហៅមនុស្សប្រភេទនេះថាជាបណ្ឌិតទៀតផងព្រោះអាចអភិវឌ្ឍខ្លួនឯងឲ្យបានខ្ពង់ខ្ពស់ជាងមុនបើមុខអ្នកប្រឡាក់ធ្យូងហើយមានគេប្រាប់គ្មានអីត្រូវប្រកែកទេហើយត្រូវអរគុណគេផងយ៉ាងណាមិញការចេះទទួលកំហុសហើយកែប្រែកំហុសជាមាគ៌ាឆ្ពោះទៅរកការរីកចម្រើនក្នុងជីវិតដោយប្រច័ណ្ឌចាក់ចេញពីពពកដូច្នោះឯងគួរចងចាំថាមនុស្សអួតច្រើនជាមនុស្សអន់ខ្លាំងភ្លើងក្រៅភ្លើងក្នុងពេលគេបោះភ្លើងឲ្យអ្នកបើអ្នកចង់ក្តៅទទួលយកចុះតែបើមិនចង់ក្តៅទេកុំយកអីឲ្យគេយកទៅវិញចុះឬបោះចោលទៅបើគេនិយាយឌឺដងចង់ឲ្យអ្នកក្តៅហើយស្រាប់តែអ្នកក្តៅតាមពាក្យគេមែនមានន័យថាអ្នកធ្វើតាមបំណងសត្រូវអ្នកហើយអ្នកទទួលយកភ្លើងហើយអ្នកក្តៅហើយគេនឹងសប្បាយចិត្តពេលឃើញអ្នកក្តៅអ្នកត្រូវរៀនធ្វើជាមនុស្សទឹកត្រជាក់ពីខាងក្នុងមកបើគេចង់ដុតឲ្យអ្នកក្តៅប្រាប់គេថាយកទៅវិញចុះយើងមិនត្រូវការភ្លើងទេគេនឹងរែកពុនភ្លើងនោះត្រឡប់ទៅវិញគេខឹងគេអាក្រក់ហើយបើអ្នកខឹងគេវិញអ្នកក៏អាក្រក់ដែរទាំងពីរអ្នកមិនសូវខុសគ្នាប៉ុន្មានទេកំហឹងបានដុតបំផ្លាញចិត្តគេឲ្យក្តៅរស់រាលដូចដេកអោបភ្លើងហើយគេចង់យកភ្លើងនោះមកសាចដាក់អ្នកដែរតែអ្នកកុំទៅល្ងងអីគ្មានរឿងអីត្រូវទទួលយកភ្លើងនោះទេឲ្យគេយកទៅវិញចុះឬបោះចោលទៅអ្នកមានតែចិត្តអាណិតអ្នកដេកអោបភ្លើងនោះទៅវិញទេអាណិតណាស់
ព្រោះក្តៅអើយសែនក្តៅភ្លើងក្រៅភ្លើងក្នុងពេលគេបោះភ្លើងឲ្យអ្នកបើអ្នកចង់ក្តៅទទួលយកចុះតែបើមិនចង់ក្តៅទេកុំយកអីឲ្យគេយកទៅវិញចុះឬបោះចោលទៅបើគេនិយាយឌឺដងចង់ឲ្យអ្នកក្តៅហើយស្រាប់តែអ្នកក្តៅតាមពាក្យគេមែនមានន័យថាអ្នកធ្វើតាមបំណងសត្រូវអ្នកហើយអ្នកទទួលយកភ្លើងហើយអ្នកក្តៅហើយគេនឹងសប្បាយចិត្តពេលឃើញអ្នកក្តៅអ្នកត្រូវរៀនធ្វើជាមនុស្សទឹកត្រជាក់ពីខាងក្នុងមកបើគេចង់ដុតឲ្យអ្នកក្តៅប្រាប់គេថាយកទៅវិញចុះយើងមិនត្រូវការភ្លើងទេគេនឹងរែកពុនភ្លើងនោះត្រឡប់ទៅវិញគេខឹងគេអាក្រក់ហើយបើអ្នកខឹងគេវិញអ្នកក៏អាក្រក់ដែរទាំងពីរអ្នកមិនសូវខុសគ្នាប៉ុន្មានទេកំហឹងបានដុតបំផ្លាញចិត្តគេឲ្យក្តៅរួរៀលដូចដេកអោបភ្លើងហើយគេចង់យកភ្លើងនោះមកសាចដាក់អ្នកដែរតែអ្នកកុំទៅល្ងងអីគ្មានរឿងអីត្រូវទទួលយកភ្លើងនោះទេឲ្យគេយកទៅវិញចុះឬបោះចោលទៅអ្នកមានតែចិត្តអាណិតអ្នកដេកអោបភ្លើងនោះទៅវិញទេអាណិតណាស់ព្រោះក្តៅអើយសែនក្តៅព្រះពុទ្ធពូកែអ្នកខ្លះទៅវត្តអុជធូបបន់ស្រន់សុំសេចក្តីសុខសុំរកស៊ីមានសុំលេខឆ្នោតពីព្រះពុទ្ធហើយអ្នកខ្លះទៀតថាវត្តនេះព្រះពូកែវត្តនោះព្រះមិនសូវពូកែទេតាមពិតជាក់ស្ដែងព្រះពុទ្ធបានបរិនិព្វានបាត់ទៅហើយគ្មានសល់ព្រលឹងវិញ្ញាណអីមកដឹងរឿងរ៉ាវយើងទៀតទេគេសាងពុទ្ធបដិមាឡើងដើម្បីរំលឹកដល់គុណរបស់ព្រះអង្គដែលបានប្រឹងប្រែងអប់រំទូមានមនុស្សឲ្យដើរក្នុងផ្លូវត្រូវទៅរកសេចក្តីសុខមិនមែនឲ្យយើងមកបន់សុំព្រះអង្គទេចុះហេតុអ្វីបានជាវត្តខ្លះបន់បានវត្តខ្លះបន់មិនបានបើអ្នកដាំស្វាយហើយមើលថែវាត្រឹមត្រូវទោះបីអ្នកបន់ក៏បានផលមិនបន់ក៏បានផលដែរបើអ្នកបានសាងបុណ្យច្រើនហើយប្រឹងប្រែងព្យាយាមបន្ថែមទៀតពេលបច្ចុប្បន្នទោះអ្នកបន់ក៏បានផលមិនបន់ក៏បានផលដែរបើអត់បន់វិញហើយខ្ជិលទៀតបន់ប៉ុន្មានវត្តក៏នៅតែអត់បានដែរព្រះពុទ្ធពិតជាពូកែមែនពូកែពន្យល់ឲ្យមនុស្សរកផ្លូវចេញពីទុក្ខកង្វល់ក្នុងជីវិតព្រះពុទ្ធជាអ្នកបង្ហាញផ្លូវទៅកាន់សេចក្តីសុខមិនមែនជារូបចក្រផលិតសុខឲ្យអ្នកមកសុំទេជាបារោគចំណែក
ពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅមានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញពិបាកចិត្តពិបាកចិត្តស្មុគស្មាញច្រើនព្រោះចិត្តមានមេរោគច្រើនរោគខឹងរោគស្អប់រោគចំណែនរោគស្ដាយរោគភ័យរោគព្រួយរោគគិតច្រើនរោគសង្ស័យច្រើនរោគប្រកាន់ហួងហែងខ្លាំងរោគល្ងងជាដើមបើចង់កុំឲ្យពិបាកចិត្តតើតែរៀនព្យាបាលរោគទាំងនោះបន្តិចម្ដងទម្លាប់ញញឹមរស់រាយទម្លាប់ដោះលែងខ្លួនអ្នកពីអតីតកាលកុំស្ដាយកុំភ័យជួបរឿងណាដោះរឿងនឹងទៅហើយមានខន្តីអត់ធន់ចេះអត់ឱនយោគយល់ដល់សេចក្តីស្រឡាញ់ដល់សពសត្វទាំងអស់មិនចងគំនុំគុំគួនឡើយរៀនត្រេកអរពេលឃើញគេជោគជ័យហើយមិនប្រកាន់ហួងហែងពេកទេជីវិតនេះមានជួបមានព្រាត់មានល្អមានអាក្រក់ជារឿងធម្មតាបើធ្វើដូច្នេះបានចិត្តអ្នកមិនសូវពិបាកឡើយពពកខ្មៅនៅលើក្បាលស្មុគស្មាញច្រើនមួម៉ៅច្រើនព្រួយបារម្ភច្រើនគិតច្រើននាំឲ្យអ្នកមានទុក្ខក៏ច្រើនដែរហើយបើបណ្តែតបណ្ដោយយូរទៅអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាជីវិតអ្នកនឹងវិលវល់រកសុខមិនសូវឃើញឡើយអ្នកត្រូវចាប់ផ្ដើមតាមដានចិត្តអ្នកពីពេលនេះតទៅទម្លាប់វាឲ្យគិតរឿងល្អរឿងបុណ្យកុសលរឿងបច្ចុប្បន្នរឿងណាហួសហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយរឿងណាមិនទាន់មកដល់ទេក៏កុំកើតទុកពេកអីដែរជួបរឿងណាដោះរឿងនឹងទៅរៀនទាញចិត្តអ្នកឲ្យចេញពីរឿងមួម៉ៅក្តៅក្រហាយទាំងឡាយវាពិបាកណាស់តែអ្នកត្រូវតែទម្លាប់បន្តិចម្ដងទម្លាប់តាមដានវា
ទម្លាប់មើលវារឿយទម្លាប់អប់រំវាឲ្យមានខន្តីអត់ធន់មានមេត្តាមានភាពរួសរាយរាក់ទាក់អត់ឱនយោគយល់មានបញ្ញាស្មារតីហ៊ានទទួលស្គាល់ការពិតនៃជីវិតរឿងល្អក៏ព្រមទទួលរឿងមិនល្អក៏ប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីប្រឹងទៅប្រឹងដោយក្តីសង្ឃឹមដោយភាពស្វាហាប់ដោយគុណធម៌ដោយភាពស្រស់ស្រាយធ្វើដូច្នេះបានចិត្តអ្នកនឹងស្រឡះស្រឡប់ច្រើនអ្នកនឹងមិនសូវមានទុក្ខឡើយពន្លត់ភ្លើងកំហាំងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរាលដាលដល់អ្នកដទៃខឹងកាន់តែច្រើនទុក្ខកាន់តែខ្លាំងហើយបើពូកែគុំទៀតក្តៅកាន់តែងុំយូរទៅចិត្តអ្នកនឹងคล้ายជាភ្នំភ្លើងក្តៅក្រហាយជាប្រចាំទម្លាប់ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាអហង្សុខិតោហោមិនិតទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកពាក្យនេះរឿយពេលមុនចូលគេងពេលក្រោកពីគេងឬពេលណាមានពេលទំនេរញញឹមផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងហើយរៀនខន្តីរៀនអត់ធន់រៀនអត់ឱនរៀនភ្លេចខ្លះទៅកុំចូលចិត្តស្ពាយភ្លើងយូរពេកដៅណាស់ពេលណាខឹងនឹកដល់ពាក្យថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខអ្នកនឹងបានត្រជាក់បន្តិចហើយធ្វើយ៉ាងនេះឲ្យបានរឿយចិត្តអ្នកនឹងបានត្រជាក់ច្រើនមិនខានហើយអ្នកអាចផ្សាយសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់ថាសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមេត្តាជាទឹកអមរិតអាចរំលត់ភ្លើងកំហឹងក្នុងចិត្តអ្នកបានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកនិងសពសត្វទាំងអស់ជុំវិញខ្លួនអ្នកគប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេហើយបំផ្លាញសេចក្តីសុខខ្លួនអ្នកឡើយឬដោយសារតែពាក្យគេថាធ្វើឲ្យអ្នកមួម៉ៅចិត្តឡើយបើអ្នកចង់ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាអ្នកពិតជាហត់រហូតដល់ថ្ងៃស្លាប់បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍ប្រឹងធ្វើទៅទោះបីមានអ្នកខ្លះមកបន្តិចបង្អាក់អ្នកក៏ដោយក៏កុំស្ទាក់ស្ទើរអីប្រឹងដើរទៅមុខទៀតដើរឲ្យដល់ទិសដៅដែលអ្នកពងទុកហើយប្រាប់គេថាអ្នកពិតជាអាចធ្វើបានជីវិតអ្នក
ជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយមិនមែនមិនឲ្យស្ដាប់គេទេស្ដាប់ចុះហើយពិចារណាផងបើវាជួយអ្នកឲ្យបានចម្រើនទៅមុខទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរឿសរបស់អ្នកកុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯងផែនដីមិនរាបស្មើបើអ្នកចង់ឲ្យផែនដីទាំងមូលរាបស្មើដូចបាតដៃវាពិតជាមិនអាចទៅរួចទេហើយអ្នកបានទៅខ្វល់ខ្វាយចិត្តអត់ប្រយោជន៍យ៉ាងណាមិញអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាយល់ដូចអ្នកគិតដូចអ្នកបានគ្រប់រឿងបានទេហើយបើអ្នកចង់កាន់ទៅខ្លាំងអ្នកកើតទុកក៏ខ្លាំងដែរបើអ្នកគិតថាល្អគិតថាត្រូវអ្នកអាចប្រើបញ្ញាញាណរបស់អ្នកដើម្បីពន្យល់ណែនាំគេឲ្យអស់ពីសមត្ថភាពរបស់អ្នករួចហើយភារកិច្ចរបស់អ្នកត្រូវបានបញ្ចប់បើគេធ្វើតាមជារឿងល្អតែបើគេមិនកែទេជារឿងរបស់គេកម្មអ្នកណាអ្នកនឹងទទួលទៅហើយបើអ្នកមួម៉ៅគេនៅតែមិនកែហើយអ្នកក៏កើតទុក្ខរៀនធ្វើចិត្តឧបេក្ខាហ៊ានទទួលរឿងទាំងឡាយទោះរឿងត្រូវចិត្តក្តីមិនត្រូវចិត្តក្តីកុំបំផ្លាញសេចក្តីសុខរបស់អ្នកដោយសារគេមិនធ្វើតាមអ្នកឡើយបាបចាស់បាបថ្មីបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អរីឯភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះជាបាបថ្មីដែលនាំឲ្យអ្នកកាន់តែមានទុក្ខថែមអ្នកខ្លះមានកម្មក្រាស់ជួបបញ្ហាច្រើនឥតល្ហែហើយអ្នកខ្លះទៀតសាងកម្មល្អច្រើនមិនសូវជួបបញ្ហាក្នុងជីវិតឡើយកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេគេជួបរឿងគេយើងជួបរឿងយើងសំពាយកម្មមនុស្សម្នាក់មិនដូចគ្នាទេបើអ្នកជួបរឿងមិនល្អវាជារឿងផលបាបរបស់អ្នកពីមុនមកកុំមួម៉ៅអីកុំបន្ទោសអ្នកណាឡើយកម្មយើងទេមួម៉ៅទៅបានតែកើតទុក្ខថែមបើអ្នកចិត្តអស់ទឹកបរិភោគហើយអ្នកត្រូវដងទឹកចាក់បន្ថែមបើបុណ្យអ្នកស្ដួយស្ដើងហើយត្រូវសាងល្អឲ្យបានច្រើនឡើងវិញពេលណាកម្មអាក្រក់ឲ្យផលអស់ហើយកម្មថ្មីនឹងឲ្យផលវិញម្ដង
រាជ័យបរាជ័យជាផ្នែកមួយនៃជីវិតគ្មានអ្នកណាជិះរួចទេបើអ្នកចេះគិតគឺយកភាពបរាជ័យជាគ្រូបង្រៀនអ្នកឲ្យរឹងមាំជាងមុនតែបើមិនចេះគិតទេបរាជ័យនឹងក្លាយជាវាយបិសាចតាមលងបន្លាចអ្នកមិនឲ្យធ្វើដំណើរទៅមុខទៀតបានឡើយពេលរៀនជិះកង់ដំបូងអ្នកណាក៏ដួលដែរតែក្មេងមិនចុះញោមមិនអស់សង្ឃឹមទេវាប្រឹងរហូតវាបានជោគជ័យអ្នកប្រហែលជាត្រូវធ្វើចរិតដូចក្មេងក្នុងរឿងបរាជ័យក្នុងជីវិតហើយមើលទៅបើដួលក៏ដួលចុះតែត្រូវងើបឡើងវិញរួចប្រឹងទៀតប្រឹងរហូតរកផ្លូវដោះស្រាយបានសេចក្តីសង្ឃឹមនិងការតស៊ូជាស្ពានចម្លងអ្នកទៅរកភាពជោគជ័យតែមានរឿងខ្លះដែលហួសពីសមត្ថភាពអ្នកអាចដោះស្រាយបានដូច្នេះវិធីមួយដែលអាចជួយអ្នកបានគឺព្រមទទួលស្គាល់ការពិតព្រមថាអ្នកប្រឹងអស់ពីសមត្ថភាពហើយឲ្យវាទៅតាមកម្មវាចុះអ្នកមិនអាចទូលផែនដីម្នាក់ឯងបានឡើយកុំទម្លាប់បន្ទោសអ្នកដទៃហើយកុំទម្លាប់បន្ទោសខ្លួនឯងអីអ្វីមិនចេះតែបានតាមចិត្តរហូតទេជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីជួបរឿងអីដោះរឿងនឹងទៅបើដោះបានក៏ទទួលទៅបើដោះមិនបានក៏ត្រូវតែហ៊ានទទួលហើយប្រឹងបន្តទៅទៀតធ្វើគុណបានទោសអ្នកខ្លះខំជួយគេអស់ច្រើនណាស់ស្រាប់តែទទួលរឿងមិនគួរគប្បីត្រឡប់មកវិញខំជួយគេអស់លុយអស់កាក់អស់ពេលវេលាមិនស្ទើរទេតែចុងក្រោយដល់ត្រើយសោយគូចដាក់បើអ្នកជួយអ្នកដទៃទម្លាប់តាំងចិត្តជួយគេដោយចិត្តស្អាតបរិសុទ្ធចង់ឲ្យគេបានសុខមិនចង់បានការតបស្នងត្រឡប់មកវិញទេអ្នកបានបុណ្យច្រើនហើយមិនសូវខកចិត្តទេបើអ្នកធ្វើល្អហើយគេដឹងគុណអ្នកជាបុណ្យរបស់គេតែបើគេមិនដឹងទេឬពេលខ្លះគេរមិលគុណដាក់អ្នកថែមទៀតនោះជាបាបរបស់គេចំណែកអ្នកបានធ្វើបុណ្យរួចហើយមិនប្រកាសថាមនុស្សដែលយើងជួយនឹងតបស្នងសងគុណយើងវិញទេតែបុណ្យអ្នកនៅតែជាបុណ្យរបស់អ្នកថ្ងៃណាមួយបុណ្យនឹងឲ្យផលវិញមិនខានហើយអាចជាអ្នកដទៃផ្សេងទៅវិញទេដែលជួយអ្នកនោះបើអ្នកជួយដោយសេចក្តីប្រាថ្នាចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេតែបើជួយដោយអនុគ្រោះដោយចិត្តមេត្តាជួយដោយសុទ្ធចិត្តអ្នកបានទាំងសប្បាយចិត្ត
បានទាំងបន់ច្រើនថ្ងៃនិងយប់ថ្ងៃយប់ជារឿងធម្មជាតិមានអនាគតបានទេពេលថ្ងៃប្រឹងរៀនប្រឹងធ្វើការទៅហើយពេលយប់មកដល់ក៏គ្មានអីត្រូវយំដែរគេងសម្រាកសម្រានទៅជីវិតក៏ដូចគ្នាពេលខ្លះជួបរឿងល្អទទួលយកទៅតែកុំមានមោទនភាពពេកកុំអួតក្អេងក្អាងពេកជោគជ័យថ្ងៃនេះមិនប្រកាសថាជោគជ័យថ្ងៃស្អែកទេហើយបើពេលខ្លះជួបរឿងមិនល្អក៏គ្មានអីត្រូវយំដែរប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អអ្នកយំពេលជួបបញ្ហាប្រៀបដូចជាអ្នកយំមិនចង់ឲ្យមេឃងងឹតដូច្នោះឯងជាមនុស្សល្ងង់ខ្សោយបញ្ញាមិនហ៊ានទទួលស្គាល់ការពិតនៃជីវិតបុគ្គលនោះនឹងរស់នៅជាមួយសេចក្តីទុក្ខច្រើនជាមិនខានតាមរកសេចក្តីសុខខ្ញុំធ្លាប់ជួបអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកមានគ្រួសារអ្នកអត់គ្រួសារម្នាក់សុទ្ធតែមានទុក្ខរៀងខ្លួនកាលនៅក្រនឹកថាបើមាននឹងបានសុខពេលមានល្មមរស់ហើយនៅតែមានរឿងនាំឲ្យកើតទុក្ខមិនចេះអស់មិនចេះហើយពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំពេញទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងទេត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្ត
មិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយជីវិតខ្ញុំមិនដូចគេខ្សែជីវិតមនុស្សម្នាក់លើផែនដីនេះមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងមិនបាច់ប្រៀបធៀបគ្នាទេនាំតែកើតទុក្ខអ្នកកើតមកមិនមែនដើម្បីដើរប្រណាំងជាមួយអ្នកដទៃទេមនុស្សម្នាក់មានចំណុចចាប់ផ្ដើមរៀងខ្លួនហើយធ្វើដំណើរក្នុងល្បឿនផ្សេងគ្នាបើគេជាកូនអ្នកមានគេមានផ្លូវជ្រើសរើសច្រើនរីឯយើងជាកូនអ្នកក្រយើងត្រូវចេញដំណើរពីកន្លែងដែលយើងឈរកុំចាំបាច់ប្រៀបធៀបនឹងគេអីហើយក៏មិនចាំបាច់ត្រូវបន្ទោសអ្នកនេះអ្នកនោះដែរធម្មជាតិនៃជីវិតគឺខុសគ្នាចឹងឯងមនុស្សម្នាក់មានបញ្ញាស្មារតីផ្សេងគ្នាហើយល្បឿននៃជីវិតក៏ផ្សេងគ្នាដែរម្យ៉ាងទៀតទីផ្ដាច់ព្រាត់ក៏នៅកន្លែងផ្សេងគ្នាបើគេមានបញ្ញាច្រើនគេទៅលឿនជាងយើងគេទៅដល់ទីព្រាត់មុនយើងគ្មានអ្វីត្រូវប្រណាំងគ្នាទេបុណ្យសន្សំមកផ្សេងគ្នាតែយើងក៏ត្រូវរៀនសូត្រពីគេដែរហើយប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងមិនមែនឲ្យខ្ជិលទេតែក៏កុំប្រៀបធៀបដើម្បីបង្កើតទុក្ខដាក់ខ្លួនឯងឡើយជីវិតអ្នកជាជីវិតអ្នកជីវិតគេជាជីវិតគេជ
ជីវិតខ្ញុំជួបបញ្ហាច្រើនម្លេះអ្នកណាក៏មានបញ្ហាដែរតែច្រើនតាមកម្មរបស់ខ្លួននិងតាមកម្រិតនៃការអប់រំចិត្តរៀងៗខ្លួនបើបាបចាស់ច្រើនថែមទាំងមិនបានអប់រំចិត្តទៀតទុកជន់លើទុកមិនខានបើអ្នកជួបរឿងទុក្ខសោកច្រើនហើយត្អូញត្អែប្រាប់គេតែបានប្រយោជន៍អ្វីបើគេស្រឡាញ់អ្នកគេបានត្រឹមអាណិតឬជួយអ្នកបានតិចតួចហើយបើគេស្អប់អ្នកវិញគេនឹងសើចចំអកឲ្យអ្នកថែមិនខានកុំទន់ជ្រាយពេកអីជីវិតមានបញ្ហាអញ្ចឹងឯងបើជួបដោះស្រាយទៅហើយបើដោះបានប៉ុណ្ណាក៏ព្រមតាមសមត្ថភាពប៉ុណ្ណឹងទៅកុំកើតទុក្ខពេកពិបាកចិត្តទៅបានតែកើតទុក្ខថែមបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អហើយភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែកើតទុក្ខថែមក្លាហានឡើងរឹងប៉ឹងឡើងងើបមុខឡើងក្រឡេកមើលឲ្យឆ្ងាយប្រឹងឈានទៅមុខទៀតបន្តដំណើររហូតដល់ថ្ងៃបញ្ចប់ច្រណែនចិត្តនៅល្ងងច្រើនជួយចិត្តដើរច្រណែនគេខ្លាចគេល្អជាងខ្លួនជាមនុស្សចិត្តជំនឿជាមនុស្សសន្សំទុកដាក់ខ្លួនអ្នកខ្លះមិនត្រឹមតែច្រណែនទេថែមទាំងដើរនិយាយដើមនិយាយអាក្រក់ពីអ្នកដទៃទៀតផងបាបជន់លើបាបរឿងច្រណែនគេផងបាបរឿងនិយាយដើមគេផងដៅកាហាយចិត្តខ្លួនឯងផងហើយបើគេដឹងគេស្អប់យើងទៀតតាមពិតទៅគេមានបុណ្យគេប្រឹងឬគេបានសម្រេចជោគជ័យទម្លាប់រីករាយនឹងភាពជោគជ័យរបស់គេទៅសប្បាយចិត្តអបអរសាទរពេលឃើញគេបានចម្រុងចម្រើនគេក៏សប្បាយអ្នកក៏រីករាយអ្នកបានបុណ្យផងបានមិត្តភាពផងតែបើគេបានដោយទុច្ចរិតយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនគេដែរតែយើងគួរឲ្យអាណិតគួរឲ្យសង្វេគថាគេបានសាងបាបកម្មច្រើនថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានចិត្តមិនស្ងប់គិតច្រើនព្រួយបារម្ភច្រើនស្មុគស្មាញច្រើនធ្វើឲ្យចិត្តមិនស្ងប់អ្នកក៏មិនសូវបានសុខដែរហើយបើអ្នកបណ្ដែតបណ្ដោយឲ្យចិត្តរវើរវាយកាន់តែច្រើនអ្នកក៏មានទុក្ខកាន់តែខ្លាំងដែររៀនប្រមូលរឿងល្អទុកក្នុងខួរក្បាលអ្នកកុំសូវ
មើលរឿងក្តៅកាហាយច្រើនពេកព្រោះវាធ្វើឲ្យចិត្តអ្នកក្តៅកាហាយដែរហើយរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយក៏កុំសូវព្រួយបារម្ភចំពោះរឿងដែលមិនទាន់កើតឡើងពេកដែរព្រោះបើព្រួយពេកទៅវាបានតែបំផ្លាញសេចក្តីសុខក្នុងបច្ចុប្បន្នអស់រលីងជួបរឿងណាប្រឹងដោះរឿងនឹងទៅប្រឹងឲ្យអស់ពីលទ្ធភាពហើយព្រមតាមសមត្ថភាពដែលយើងធ្វើបានទម្លាប់ហាត់ចិត្តកុំឲ្យខឹងកុំឲ្យចំណែនកុំឲ្យជាប់ជំពាក់ហួងហែងខ្លាំងពេកអីម្យ៉ាងទៀតកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅច្រើនពេករៀនទៅដល់សេចក្តីស្រឡាញ់មានមេត្តាករុណារៀនរីករាយស្រស់ស្រាយរៀនទទួលស្គាល់ការពិតនៃជីវិតចិត្តអ្នកនឹងបានស្ងប់ច្រើនគេឈ្នានេះខ្ញុំខំធ្វើល្អណាស់តែនៅតែមានគេចំណែននិន្ទាខ្ញុំនិយាយអាក្រក់ពីខ្ញុំឌឺដងដាក់ខ្ញុំបង្ខូចខ្ញុំរហូតបើអ្នកប្រឹងប្រែងធ្វើល្អអ្នកជាមនុស្សល្អហើយបើគេចរណែននិន្ទាអ្នកគេជាមនុស្សអាក្រក់មិនពាក់ព័ន្ធគ្នាទេតែបើអ្នកមួម៉ៅនឹងគេអ្នកក៏คล้ายជាមនុស្សអាក្រក់មួយនឹងគេដែរបើគេហុចភ្លើងឲ្យអ្នកទទួលឬមិនទទួលជាសិទ្ធិរបស់អ្នកបើអ្នកចង់ក្តៅទទួលយករឿងនឹងមកដាក់ក្នុងខួរក្បាលទៅក្តៅកាហាយហើយតែបើអ្នកមិនចង់ក្តៅទេកុំយកភ្លើងនឹងអីកុំទុកដាក់ក្នុងខួរក្បាលអ្នកអីឲ្យគេយកទៅវិញចុះឬក៏ឲ្យវារសាត់បាត់ពីខួរក្បាលអ្នកទៅអ្នកនឹងមិនសូវលំបាកទេគេឌឺដងចង់ឲ្យអ្នកក្តៅបើអ្នកក្តៅតាមគេមែនមានន័យថាអ្នកធ្វើតម្រូវចិត្តសត្រូវរបស់អ្នកហើយគេមានឥទ្ធិពលលើជីវិតអ្នកហើយកុំបណ្ដោយឲ្យអ្នកដទៃមកកំណត់សុខទុក្ខក្នុងចិត្តអ្នកឡើយគិតច្រើនចិត្តមានតួនាទីសម្រាប់គិតតែបើគិតរញ៉េរញ៉ៃពេកវានាំទុកដាក់ខ្លួនវិញមិនខានបើរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីស្ដាយទៅមានបានអីមកវិញផងបានតែក្តៅកាហាយឥតប្រយោជន៍ខ្មោចកប់ហើយកុំគោះមកហិតអីស្អុយណាស់តែបើរឿងណាល្អរឿងណានាំឲ្យរីករាយរឿងបុណ្យកុសលនឹកឲ្យច្រើនចុះក៏មិនអីដែរហើយកុំព្រួយបារម្ភពេកអីជួបរឿងណាដោះរឿងនឹងទៅព្រួយពេកទៅមានបានអីមកផងបានតែលំបាកខ្លួនឥតប្រយោជន៍ប្រឹងប្រែងថ្ងៃនេះឲ្យអស់ពី
ចិត្តពីផ្លើមសង្ឃឹមថាថ្ងៃស្អែកនឹងបានល្អតែបើមិនបានល្អទេក៏កុំមួម៉ៅអីដោះស្រាយទៅជីវិតគឺអញ្ចឹងឯងមានអ្នកណាដឹងមុនទេកុំស្មុគពេកអីស្មុគពេកទៅប្រយ័ត្នស្លាប់មុនអាយុខ្លាចបាត់ស្រមោលបើក្មេងយំព្រោះខ្លាចបាត់ស្រមោលគេហៅថាក្មេងល្ងងហើយបើយើងយំព្រោះខ្លាចព្រាត់ឬយំពេលព្រាត់ប្រាសក៏គេហៅថាជាមនុស្សល្ងងដែរព្រោះគ្មានការជួបណាដែលមិនព្រាត់នោះទេអ្នកអាចទៅមុនកូនឬកូនទៅមុនអ្នកឬគេទៅចោលអ្នកក៏ថាបានមើលមិនឃើញទេហើយខាត់មិនបានឡើយទោះបីអ្នកយំទឹកភ្នែកคล้ายជាទឹកទន្លេក៏ដោយក៏នៅតែព្រាត់ថ្ងៃណាមួយមិនខានមិនមែនមិនឲ្យស្រឡាញ់មិនឲ្យថែរក្សាទេប្រឹងប្រែងរក្សាគ្នាដោយទឹកចិត្តមេត្តាចុះតែកុំភ្លេចថាអ្វីមិនទៀងទាត់ទេអាចប្រែប្រួលទៅវិញពេលណាក៏បានបើអ្នកហ៊ានជួបអ្នកក៏ត្រូវតែហ៊ានព្រាត់ដែរត្រូវត្រៀមស្មារតីរៀនទទួលយកទាំងពីរទាំងជួបទាំងព្រាត់ដែលអាចកើតឡើងពេលណាមួយក៏បានហើយរៀនកាត់បន្ថយការប្រកាន់ហួងហែងខ្លាំងរៀនទទួលស្គាល់ការពិតបើមិនបានត្រៀមខ្លួនទេពេលព្រាត់ទៅអ្នកនឹងរងទុក្ខខ្លាំងមិនខានអ្នកមិនអាចឈរហាលថ្ងៃដើម្បីឃើញស្រមោលរហូតបានទេអ្នកមិនអាចជួបរហូតបានទេខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដោយយូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាមានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចគ្រោះក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់
ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតប្រៀបធៀបធ្វើអីខ្សែជីវិតមនុស្សម្នាក់នៅលើផែនដីនេះមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយដោះបានប៉ុណ្ណាសប្បាយចិត្តនឹងប៉ុណ្ណឹងទៅកុំមួម៉ៅអីមានបានអីផងបានទៅកើតទុកបន្ថែមប៉ុណ្ណោះតែអ្នកអាចរៀនសូត្រពីគេបានខ្លះដែរអ្វីមិនចេះតែបានតាមចិត្តយើងចង់ទេមិនដឹងថាសាងកម្មអីពីមុនមកទើបជួបរឿងមិនល្អច្រើនបែបនេះទ្រាំទៅហើយប្រឹងសាងល្អពីថ្ងៃនេះតទៅកុំអស់សង្ឃឹមកុំស្ដីបន្ទោសថាអំពើល្អមិនឲ្យផលឡើយបើអ្នកព្រោះស្រូវថ្ងៃនេះអ្នកមិនអាចទៅច្រូតថ្ងៃស្អែកបានទេកំហឹងពេលអ្នកខាង1នាទីអ្នកបានបាត់បង់សេចក្តីសុខអស់60វិនាទីកំហឹងបានបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកមុនដំបូងគេមុននឹងរាលដាលដល់អ្នកដទៃសាមញ្ញជនយើងគ្រប់គ្នាតែមានកំហឹងតែកំខឹងយូរពេកខឹងមួយផ្លែតបានហើយទូចភ្លេចទៅកុំគុំទុកអីព្រោះបើគុំទៅក្តៅទៅខ្លួនឯងជួនកាលគេមិនទាំងដឹងខ្លួនផងរៀនខន្តីខ្លះទៅអ្វីមិនចេះតែបានតាមចង់ទេកុំមួម៉ៅក្តៅក្រហាយពេកអីមានបានអីមកផងបានតែកើតទុកថែមរៀនអត់ឱនយោគយល់ខ្លះទៅមានអ្នកណាចង់ខុសចង់អាក្រក់ទេបញ្ញែបញ្យល់គ្នាទៅបើគេធ្វើតាមជាការល្អតែបើគេមិនធ្វើតាមទេក៏មិនដឹងធ្វើម៉េចហើយបើក្តៅក្រហាយទៅក៏បានត្រឹមតែកើតទុកទៅទេហើយបាបទៀតប្រឹងណែនាំឲ្យអស់ពីលទ្ធភាពទៅហើយសប្បាយចិត្តនឹងអ្វីដែលយើងអាចធ្វើបានទើបមិនសូវកើតទុកអ្នកអាចបង្កើតរូបគេបានតែមិនអាចបង្កើតចិត្តគេបានទេសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនកំហឹងមួយផ្លែតកំហុសមួយជាតិកុំយកកំហឹងជាម្ចាស់ក្នុងការសម្រេចចិត្តត្រូវធ្វើជាម្ចាស់កំហឹងវិញហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេ
ត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខ